រឿងស្រះយក្សឡោមខេត្តរតនគិរីប្រជុំរឿងព្រេងខ្មែរភាគ5មួយទំព័រ151 154នៅក្នុងតំបន់ឡាបានសៀកឃុំឡាំងបាងស្រុកលំផាត់ខេត្តរតនគិរីមានស្រះមួយធំទំនងជាអាងទឹកបុរាណដែលសេសសល់មកពីលក្ខណៈភូមិសាស្ត្រព្រោះស្រះនេះនៅចំចន្លោះជ្រលងភ្នំហើយមានសណ្ឋានមូលដូចបាតផ្ទះអ្នកដំណើរណាដែលបានទៅដល់រតនគិរីគេពុំអាចភ្លេចទៅលំហែឬទៅទស្សនាស្រះយក្សឡោមឡើយសំបើសប្តាហ៍ថ្ងៃនេះនៅឡាបានសៀកមានការរៀបចំភូមិស្រុកល្អផងដូចជាមានផ្សារផ្សោមានវត្តអារាមមានភូមិនិវេសនដ្ឋានមានចំការកៅស៊ូរដ្ឋលក៏រិតតែបានជាទីជំនុំចំណោមធំដុំមួយឡើងការបើទៅដល់គឺស្រះយក្សឡោមគេតែងនឹករកដើមហេតុនៃឈ្មោះចម្លែកនេះភ្លាមការឆ្ងល់នេះក៏នាំឲ្យសាកសួររកហេតុដើមដែលមាននៅជាប់នឹងបែបនិទានរបស់អ្នកស្រុកជារឿងព្រេងប្លែកគ្នាដែលយើងលើកមកអធិប្បាយដូចទៅនេះពាក្យថាយក្សឡោមគេអាចយល់បានដោយងាយថាយក្សវាព័ទ្ធតាមពាក្យបរមប្រាគ្នាមកមានរឿងនិទានថាតាំងពីយូរលង់មកហើយមានស្ដេចក្រុងយក្សមួយមានឫទ្ធិអំណាចខ្លាំងពូកែណាស់ព្រះអង្គមានព្រះរាជបុត្រីមួយស្អាតលើសស្រីនានាទាំងសក់ទាំងរូបកាយរបស់នាងតែងមានក្លិនក្រអូបជានិច្ចរៀងរាល់ថ្ងៃទើបយក្សជាបតាឲ្យនាមបុត្រីនោះថានាងសក់ក្រអូបលុះដល់មានវ័យគ្រប់គ្រាប់កាលណាក៏មានមនុស្សមួយរូបខ្លាំងពូកែណាស់ដែលបានចូលទៅលុបលួចលួងលោមស្នេហាជាមួយនាងទាំងពីរប្រាណដោយភ័យខ្លាចស្ដេចយក្សជាបតាដឹងក៏នាំគ្នារត់មកក្នុងព្រៃមួយក្រោយមកស្ដេចក្រុងយក្សដឹងរឿងរ៉ាវនេះក៏ផ្អើលឆោឡោស្រែកលោឡាកេនពលយក្សជាបរិវារហោះហើរតាមរកកូនសម្លាញ់ខ្លួនដល់មកត្រង់កន្លែងព្រៃស្ដុកនេះក៏មានសេចក្តីសង្ស័យថាប្រហែលជាបុត្រីខ្លួននៅទីនេះទើបបញ្ជាឲ្យយក្សជាកូនចៅយាមល្បាតព័ទ្ធព្រៃនោះយ៉ាងមុំហើយឲ្យយក្សមួយក្រុមទៀតដកព្រៃព្រឹក្សាក្រវែងចោលហើយនាគ្នាជីកកាយរកនាងតែទោះបីជីកយ៉ាងណាក៏រកពុំឃើញទើបស្ដេចក្រុងយក្សនាំបរិវារត្រឡប់ទៅនគរដើមវិញអាស្រ័យហេតុពួកយក្សកាយរកនាងសក់ក្រអូបនេះទើបមាននៅសល់ជាស្រះមួយនៅរតនគិរីហៅថាស្រះយក្សឡោមរហូតដល់សព្វថ្ងៃស្រះយក្សឡោមជាស្រះមួយមានទឹកថ្លាឆ្វេងដែលមានជម្រៅជាង70 មកបារដូវប្រាំងមានបណ្ដោយនឹងតឹងប្រហែល1 គប់ម្រៀងរង្វះមូលស្មើនៅមាត់ស្រះមានដើមមាក់ប្រេងមាក់ប្រាងសៅម៉ៅស្រមន់ភ្ញៀវដុះនៅពាសពេញក្បែរមាត់ស្រះគួរឲ្យទស្សនានៅជុំវិញស្រះនេះកងខេមរភូមិន្ទយើងទើបនឹងបានស្ថាបនាផ្លូវថ្នល់ដ៏វិចិត្របើករថយន្តបានដោយស្រួលមានព្រះរាជដំណាក់ភោជនីយដ្ឋានតូចសម្រាប់ទទួលភ្ញៀវសប្តាហ៍ថ្ងៃកងខេមរភូមិន្ទបានចាត់ចែងស្ថាបនាដំណាក់ថ្មីមួយទៀតដោយបេតុងគឺស្ថាបនាក្នុងឆ្នាំ1965នៅក្នុងស្រះមានមជ្ឈជាតិតូចធំហិចហែទាំងហ្វូងលោកអ្នកទៅទស្សនាអាចដើរព័ទ្ធជុំវិញស្រះបានដោយមានផ្លូវថ្នល់វងជុំវិញតាមសេចក្តីនិទានមួយបែបទៀតមានន័យជ្រលិះគ្នាដែរគឺថាមានតបយក្សដេញតាមចាប់បុត្រីយក្សដូចរឿងខាងលើនេះដែលប្លែកតែខាងចុងថាការតបយក្សឡោមព័ទ្ធជុំវិញភ្នំដែលនាងនេះនៅពួនជ្រកនោះហើយនាងក៏យល់ថាគ្មានផ្លូវណាឲ្យគេចរួចទើបនាងអធិដ្ឋានសុំឲ្យនាងលិចបាត់ទៅក្នុងដីពេលនោះព្រះធរណីក៏ស្រុតនាំទាំងនាងស្រីនោះទៅផងត្រង់កន្លែងព្រះធរណីស្រុតនោះហើយដែលคล้ายទៅជាព្រះទឹកដែលហៅថាយក្សឡោមតាមរឿងដំណើរមួយទៀតមានសេចក្តីផ្សេងពីនេះច្រើនទំនងជារឿងពិតរបស់ភូមិស្រុកផងមានសេចក្តីថាពាក្យយក្សឡោមក៏ត្រូវសរសេរដូចនេះទៅវិញព្រោះថាមកពីដើមហេតុពាក្យយក្សคล้ายមកពីយក្សគឺភាសាអ្នកស្រុកនោះបុរាណប្រែថាមេនាយឯឡោមជាឈ្មោះមនុស្សដូច្នេះបានសេចក្តីថាមាននាយក្រុមម្នាក់ឈ្មោះឡោមជាអ្នកត្រួតត្រានៅភូមិភាគខាងជួរភ្នំនោះម្លោះហើយអ្នកផងក៏សន្មត់ឲ្យឈ្មោះទីកន្លែងនោះឯងតាមនាមនឹងងារស័ក្តិអ្នកត្រួតត្រានោះទៅរីឯស្ថានភាពកន្លែងដែលប្រកាសតាមការសង្កេតទៅវិញអ្នកស្រាវជ្រាវយល់ថាទីស្រះនេះឯងជារន្ធភ្នំភ្លើងកាលពីសម័យបុរាណហើយផុតរលត់ទៅនៅសល់តែស្នាមដានហេតុនេះបានជាមានស្រះនោះជ្រៅដល់ទៅជម្រៅ70-80 ម៉ែត្រហើយមានរង្វះមាត់មូលដូចថាព័ទ្ធជុំវិញសុទ្ធតែភ្នំហើយដែលសព្វថ្ងៃទៅជារមណីយដ្ឋានមួយយ៉ាងប្រសើរសម្រាប់អ្នកទៅទស្សនាទីតំបន់នោះ